សូមជូនរឿងខ្មោចឃ្លានបាយនៅតាមជីភូមិដាច់ស្រយាលមួយមានផ្ទះឈើចាស់ទ្រុឌទ្រោមួយខ្នងរបស់តាឆោមដែលបានបោះបង់ចោលជាង20ឆ្នាំមកហើយអ្នកភូមិជឿថាវិញ្ញាណរបស់គាត់នៅតែអាស្រ័យនៅទីនោះព្រោះគាត់ស្លាប់ទៅដោយមិនទាន់បានភ្លក្សបាយដំណើបមួយចានចុងក្រោយយប់មួយសានជាក្មេងប្រុសក្លាហានបានសម្រេចចិត្តកាត់ផ្លូវឆ្លងកាត់ផ្ទះចាស់នោះដើម្បីទៅផ្ទះជីដូនរបស់គេពេលដើរដល់មុខផ្ទះសានស្រាប់តែធំក្លិនឈ្ងុយឈ្ងប់នៃបាយដំណើបលាយនឹងសាច់ខៃរឿងមកពីក្នុងផ្ទះចាស់នោះពេលសានឈានជើងឡើងលើរៀនហាគាត់ក៏ឮសំឡេងក្រហឹមតិចៗដូចជាសំឡេងមនុស្សឃ្លានខ្លាំងឃ្លានណាស់នរណាយកបាយដំណើបមកឲ្យអញពេលសានងើបមកឡើងវិញរូបរាងខ្មៅស្រមោលលន្ទឹកអន្ទាកមួយក៏បានលេចចេញពីជ្រុងងងឹតវាគឺជាខ្មៅតាឆោមកូនប្រុសឯងមានឃើញបាយដំណើបរបស់អញទេអញឃ្លានណាស់ឃ្លានរហូតស្ទើរទ្រាំលែងបានហើយសានភ័យញ័រពេញខឿនតែដោយឃើញការវេទនារបស់ខ្មោចនោះក៏ហាក់ដូចជាមានចិត្តអាណិតខ្លះតាចាំបន្តិចខ្ញុំមានដំណើបខ្ទិះខ្ញុំឲ្យតាញ៉ាំឲ្យឆ្អែតទៅឆ្ងាញ់ណាស់នេះហើយបាយដំណើបដែលអញចង់បានអរគុណកូនប្រុសអរគុណឯងណាស់បន្ទាប់ពីនិយាយចប់ខ្មៅតាឆោមក៏បានរលាយបាត់ទៅទុកត្រឹមតែក្លិនបាយដំណើបឈ្ងុយឈ្ងប់នៅសេះសល់សានអស់ភ័យហើយគាត់បានដឹងថាខ្មៅតាឆោមគ្រាន់តែជាវិញ្ញាណមួយដែលជួបជំពាក់នឹងចំណង់អាហារចុងក្រោយតែប៉ុណ្ណោះចាប់ពីយប់នោះមកផ្ទះចាស់ក៏លែងមានរឿងប្លែកៗទៀតហើយខ្មោចដែលឃ្លានបាយក៏បានទៅកាន់សុគតិភពដោយចិត្តស្ងប់ទៅហើយ